មេរណមឈាមថ្មីគណៈបកកណ្ដាលអំណាចបានបញ្ជាក់ចំហជាថ្មីទៀតពីជំរឿនមិនប្រើយន្តការអន្តរជាតិដើម្បីទប់ទល់នឹងបរទេសឈ្លានពានដែលការនេះជំរុញឲ្យមានការស្ដីបន្ទោសថាមេរណមគ្រួសារហ៊ុនគ្មានឆន្ទៈការពារទឹកដីក្រោមអធិបតេយ្យវៀតណាមដែលលើបន្ទាប់តាំងពីឆ្នាំ1979មកនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតថ្លែងពីខេត្តព្រះសីហនុនៅថ្ងៃទី26ខែមីនានេះថាកោះគុតមិនទាន់បាត់បង់ទៅប្រទេសថៃដោយការចោទប្រកាន់ទេខណៈកោះគុតនៅពេលនេះត្រូវបានថៃគ្រប់គ្រងទាំងស្រុងគ្មានវត្តមានសមត្ថកិច្ចកម្ពុជាចូលជើងនៅទីនោះសូម្បីតែម្នាក់ក្តីលើពីនេះលោកថារដ្ឋាភិបាលកម្ពុជាកំពុងចាត់មន្ត្រីជំនាញរបស់ខ្លួនធ្វើការចរចាទ្វេភាគីជាមួយថៃមិនមានការចាំបាច់អ្វីប្តឹងករណីនេះទៅតុលាការអន្តរជាតិឡើយមួយថៃយើងមានអនុសញ្ញាសន្ធិសញ្ញា1907ដែលនិយាយព្រំដែនគោកព្រំដែនទឹកយើងមិនទាន់ចរចាទេយើងនៅបន្តចរចាយើងមានការទៀមទារបស់យើងពីឆ្នាំ72ចដតអីខ្ញុំគ្រាន់តែសូមបញ្ជាក់ថាព្រំដែនទឹកស្អីកោះគុតកោះអីតំបន់ត្រួតស៊ីគ្នាទេអ្នកខ្លះខំស្អីយើងប្តឹងយើងស្អីតែយើងឲ្យបាត់អត់ទាន់មានបាត់អត់ទាន់មានអីរឿងកន្លែងណាទេព្រំដែនទឹកមិនទាន់បានចរចាឯកភាពគ្នាទេហើយការទៀមទានៅដោយខ្សែ72អីពីមុននឹងក៏យើងនៅបន្តទៀមទាដើម្បីជាមូលដ្ឋានចរចាអត់មានតន់លះបង់ស្អីកន្លែងណាទេជុំវិញបញ្ហានេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានដែលមានបទពិសោធន៍កិច្ចការងារព្រំដែនហៅសារនេះឆ្លុះបញ្ចាំងថាមេរណមគ្រួសារហ៊ុនគ្មានឆន្ទៈការពារទឹកដីរបស់បុព្វបុរសខ្មែរនោះទេដែលលោកហ៊ុនម៉ាណែតមិនព្រមប្តឹងថៃករណីកោះគុតក្នុងដែនសមុទ្រទូតស៊ីគ្នាទៅកាន់តុលាការអន្តរជាតិហ្នឹងបញ្ជាក់ថាលោកហ៊ុនម៉ាណែតហ្នឹងកំពុងធ្វើនយោបាយបម្រើមហិច្ឆតាឈ្លានពានបរទេសមកលើទឹកដីកម្ពុជាហើយចង់កាត់ដែនកោះដែនទឹករបស់យើងដែនគោករបស់យើងទៅឲ្យថៃហ្នឹងដើម្បីឲ្យថៃជួយការពារអំណាចរបស់ខ្លួនណាមួយវិញទៀតលោកថាគ្រួសារហ៊ុនជាប់អន្តរវៀតណាមដែលបានលើកបន្ទប់លោកឲ្យកាន់អំណាចអំឡុងឆ្នាំ1979ដែលបញ្ហានេះគ្រួសារហ៊ុនមិនលេងល្បែងនេះទេដោយខ្លាចបាត់បង់ប្រយោជន៍ចវាយនាយគឺវៀតណាមសម្រាប់លោកអ៊ុំស្មានវៀតណាមខ្លាចបំផុតការប្រើប្រាស់យន្តការអន្តរជាតិអាចឈានទៅដល់ការសារឬសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005ដែលលោកហ៊ុនសែនកាត់ដែនកោះនិងសមុទ្រឲ្យវៀតណាមដែលការនេះលោកហ៊ុនសែនខ្លាចវៀតណាមអន់ចិត្តហើយទម្លាក់លោកចេញពីអំណាចនៅពេលដែលប្តឹងទៅកាន់តុលាការអន្តរជាតិហ្នឹងវាប៉ះពាល់ទៅដល់កោះត្រល់កោះកញ្ចក់សេះដែលជាកោះរបស់ខ្មែរដែលវៀតណាមគ្រប់គ្រងហើយប៉ះពាល់ទៅដល់តំបន់ទឹកបរិសាសចំនួន 10,000 គីឡូម៉ែត្រការ៉េដែលលោកហ៊ុនសែនសញ្ញាជាមួយវៀតណាមឆ្នាំ82ហ្នឹងដាក់ជាមួយវៀតណាមហ្នឹងបាទហើយវាប៉ះពាល់ទៅដែនសមុទ្រដែលវៀតណាមគ្រប់គ្រងចំនួន 30,000 គីឡូម៉ែត្រការ៉េជាដែនសមុទ្ររបស់យើងហ្នឹងអញ្ចឹងកាលណាប៉ះពាល់ទៅដល់ចវាយរបស់គាត់គឺគ្រោះថ្នាក់ទៅដល់អំណាចរបស់គាត់ចវាយគាត់ហ្នឹងប្រកាសជាទម្លាក់តកូលហ៊ុនចេញពីអំណាចចំណែកប្រធានក្រុមឃ្លាំមើលកម្ពុជាលោកម៉ាណែតនិយាយថាសាររបស់លោកហ៊ុនម៉ាណែតប្រៀបបាននឹងការបាក់ដៃឲ្យបរទេសជិតខាងបន្តក៏ឃ្លឿនឈ្លានពានទឹកដីខ្មែរបន្ថែមទៀតលោកថាយុទ្ធសាស្ត្រចរចាទ្វេភាគីរបស់លោកហ៊ុនម៉ាណែតគឺដើរតាមគន្លងរបស់ឪពុកដែលធ្វើឲ្យវៀតណាមនិងថៃព្រួតដៃគ្នាលេបដានសមុទ្រកម្ពុជានិងប្រជុំកោះរួមទាំងប្រាសាទតំបន់តូចដូចបច្ចុប្បន្ននេះជាការពិតហើយរឿងបញ្ហាកោះគុតបញ្ហាដែនសមុទ្រហ្នឹងវាមានជាពាក់ជាពិនជាមួយនឹងវៀតណាមមែនជុំវិញរឿងកិច្ចព្រមព្រៀងទ្វេភាគីរវាងថៃនិងវៀតណាមនៅឆ្នាំ1997ដែលចែកដែនសមុទ្រខ្មែរម្នាក់ 30,000 ណា 30,000 គីឡូម៉ែត្រហ្នឹងហើយអាកិច្ចព្រមព្រៀងខុសច្បាប់ឆ្នាំ97របស់វៀតណាមនិងថៃហ្នឹងវារំលងក្បាលកម្ពុជាហើយភាគីថៃគេសំអាងទៅលើកិច្ចព្រមព្រៀងខុសច្បាប់របស់លោកហ៊ុនសែននិងវៀតណាមស្ដីអំពីដែនទឹកប្រវត្តិសាស្ត្រឆ្នាំ82កន្លែងហ្នឹងវាជាពាក់ព័ន្ធនឹងកន្លែងហ្នឹងដែលលោកហ៊ុនសែនហ្នឹងពិបាកក្នុងការដោះស្រាយជាមួយថៃទំនងជាមើលឃើញពីហានិភ័យបូរណភាពទឹកដីកម្ពុជានេះកាលពីថ្ងៃទី28មីនាចៅក្រមអន្តរជាតិលោក Harinochi បាននិយាយចំពីបញ្ហាដែនសមុទ្រកម្ពុជាបើតាមការអះអាងរបស់លោកអ៊ុំស្មានលោក Harinochi និយាយថាកម្ពុជាគួរធ្វើសច្ចាប័នលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS ឆ្នាំ1982ដើម្បីអាចដោះស្រាយបញ្ហាដែនសមុទ្រនិងកោះកម្ពុជាដែលមានជម្លោះជាមួយថៃនិងវៀតណាមសូមបញ្ជាក់ថាលោក Harinochi ជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ International Tribunal for the Law of Sea ហៅកាត់ថា ITLOS និងជាអតីតអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាបញ្ហាព្រំដែននេះអំឡុងឆ្នាំ2005លោកហ៊ុនសែនធ្លាប់គម្រាមរំលាយរបបប្រជានិយមអាស្រ័យរដ្ឋធម្មនុញ្ញចោលបើអង្គព្រះមហាក្សត្រមិនព្រមឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ1982 83និង85ដើម្បីសម្រេចមហិច្ឆតាវៀតណាមលើទឹកដីទីនោះយ៉ាងណាបើតាមមាត្រា52នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថារាជរដ្ឋាភិបាលកម្ពុជាបដិញ្ញាការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដីអនុវត្តនយោបាយបង្រួមជាតិដើម្បីឯករាជ្យភាពជាតិដែលឡាយបើតាមក្រមព្រហ្មទណ្ឌមាត្រា440ចែងថាអំពើប្រគល់ឲ្យរដ្ឋបរទេសឬភ្នាក់ងារបរទេសនៅដែនដីជាតិទាំងស្រុងឬមួយផ្នែកគឺជាអំពើក្បត់ជាតិត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយ